បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំទៅមិនឆ្ងាយពាក់ព័ន្ធជាមួយនឹងធានបទដីធ្លីរបស់យើងទេបាទថ្ងៃនេះខ្ញុំចង់ចែករំលែកក៏ដូចជាឆ្លើយតបទៅនឹងសំណួររបស់បងប្រុសម្នាក់ដែលជាសហគ្រិនក្នុងវិស័យដីធ្លីដែរដែលគាត់តែងតែសួរខ្ញុំថាបងឥឡូវការលក់ដីធ្លីរបស់យើងគឺពិបាកណាស់បាទគឺមានតែអ្នកសួរហើយអត់មានអ្នកទិញបាទត្រង់ចំណុចនេះគឺខ្ញុំចង់បញ្ជាក់បងប្អូនថាការលក់ដីធ្លីសម័យពីមុនបាទហើយនឹងនៅពេលបច្ចុប្បន្ននេះគឺមានភាពខុសគ្នាបន្តិចបងប្អូនមិនមែនមានន័យថាมันមានភ្ញៀវទិញទេបាទវាគ្រាន់តែទី1តម្រូវការទិញហ្នឹងវាមានតិចជាងមុនហើយលក្ខខណ្ឌទី2គឺអ្នកទិញមានភាពឆ្លាតជាងមុនហើយទី3ការនិន្នាការទិញនឹងដែរគឺគេត្រូវការភាពច្បាស់លាស់ហើយភាពច្បាស់លាស់នៅទីនេះគឺខ្ញុំចង់ជជែកអំពីទី1គាត់ឆ្ពោះទៅរកអ្នកជំនាញបាទការទិញគាត់បង្វែរទិសទៅទិញជាមួយនឹងអ្នកជំនាញជាជាងទៅទិញជាមួយនឹងម៉ូតូដប់ដីធ្លីឬក៏អ្នកគក់ជេរតាមរោងកាហ្វេជាមួយនឹងអ្នកជំនាញគាត់បានប្រឹក្សាលម្អិតអំពីអចលនទ្រព្យបាទគាត់បានប្រឹក្សាអំពីលក្ខខណ្ឌច្បាប់រួមទាំងផ្នែកខ្លះក៏គាត់មានរបាយការណ៍អំពីអចលនទ្រព្យនឹងដែរកន្លែងនេះខ្ញុំចង់លើកចំណុចមួយដូចជានៅក្របខ័ណ្ឌក្រុមហ៊ុនរបស់យើង Rico Realty គឺយើងមានសេវាកម្មមួយគឺ Property Research and Report កន្លែងនេះគឺយើងសិក្សាទៅលើទ្រព្យបាទសិក្សាទៅលើទ្រព្យសិក្សាស្រាវជ្រាវទៅលើអចលនទ្រព្យមួយបាទហើយយើងធ្វើជារបាយការណ៍សម្រាប់ដាក់ជូនទៅឲ្យបាទអតិថិជនទៅឲ្យភ្ញៀវអញ្ចឹងភ្ញៀវគាត់មានជម្រើសបាទគាត់មានភាពច្បាស់លាស់ហើយគាត់មានទំនុកចិត្តក្នុងការទិញអចលនទ្រព្យទាំងអស់ហ្នឹងបាទអញ្ចឹងបកត្រឡប់មកវិញពីមុនគាត់ធ្លាប់ទិញជាមួយនឹងអ្នកគក់ជេរបាទគាត់ធ្លាប់ទិញជាមួយនឹងបងប្អូនដែលជាបាទអ្នករស់ស៊ីនៅខាងក្រៅដែលមិនមានជំនាញវិជ្ជាជីវៈទៅលើផ្នែកដីធ្លីនឹងទេគ្រាន់តែជាការបោះព័ត៌មានឲ្យគ្នាតាមក្រុម Telegram ឬក៏ក្រុម Chat ហើយយើងធ្វើការលក់ចេញកន្លែងត្រង់ចំណុចនេះគឺវាមានផលវិបាកហើយនឹងការរងគ្រោះច្រើនចឹងហើយទៅបានជាភ្ញៀវគាត់បង្វែរទិសដៅមកកាន់អ្នកជំនាញបាទក្រៅពីចំណុចនេះក៏វាពាក់ព័ន្ធជាមួយនឹងកត្តាសេដ្ឋកិច្ចដែរយើងដឹងហើយអចលនទ្រព្យសម័យបច្ចុប្បន្នគឺទិញក្នុងចន្លោះក្រោម$10,000បាទមិនថាដីជាដីឧស្សាហកម្មដីពាណិជ្ជកម្មឬមួយក៏ដីកសិកម្មទេឬក៏កសិឧស្សាហកម្មទេភាគច្រើនយើងទទួលបានភ្ញៀវគឺក្រោម$10,000នេះគឺភ្ញៀវនៅមានបាទកម្លាំងទិញច្រើនប៉ុន្តែករណីដែលបងប្អូនទៅកាន់អចលនទ្រព្យចូលលក្ខណៈលាន$ឬក៏លើលាន$បងប្អូននឹងពិបាកក្នុងការស្វែងរកហើយខ្ញុំចង់បញ្ជាក់បន្ថែមដែរបងប្អូនត្រូវបន្ថែមជំនាញបាទទៅលើវិស័យដីធ្លីនេះថែមទៀតជំនាញនៅត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ថាសម័យបច្ចុប្បន្ននេះអ្នករកស៊ីដីត្រូវមានចំណេះដឹងផ្នែកវិស័យដីធ្លីត្រូវមានជំនាញផ្នែកដីធ្លីហើយត្រូវយល់ដឹងអំពីច្បាប់ដែរបាទបើសិនជាបងប្អូនខ្វះចំណុចទាំងអស់ហ្នឹងបងប្អូនត្រូវស្វែងរកបន្ថែមបាទហើយក្រៅពីចំណុចទាំងអស់នេះបងប្អូនត្រូវមានបាទក្របខ័ណ្ឌច្បាស់លាស់បើសិនជាបងប្អូនអត់ទាន់មានក្រុមហ៊ុនបងប្អូនអាចបើកជាក្រុមហ៊ុនដែលស្របច្បាប់ឬក៏បងប្អូនទៅស្វែងរកក្រុមហ៊ុនណាមួយដែលគេមាន license ស្របច្បាប់ហើយធ្វើការសហការធ្វើការងាររួមគ្នានៅទីនោះជាជាងដែលបងប្អូនគ្រាន់តែអង្គុយនៅផ្ទះឬក៏ជួបជុំគ្នាតាមហាងកាហ្វេហើយយើងបោះព័ត៌មានដីធ្លីឲ្យគ្នាអញ្ចឹងផលវិបាកនៃការលក់នេះនៅតែកើតមានឡើងហើយចាប់ពីពេលនេះតទៅគឺបាត់បង់អស់ហើយលក្ខខណ្ឌនៃការលក់ដីធ្លីបែបនេះ
បាទអញ្ចឹងខ្ញុំសូមចែករំលែកខ្លីៗជូនបងប្អូនហើយសង្ឃឹមតែឆ្លើយតបទៅនឹងសំណួរបងប្អូនប្រុសដែលសួរខ្ញុំ2-3 ដងហើយបាទអរគុណបាទ